នៅពេលដែលនរណាម្នាក់ឆ្លងកាត់ការឈឺចាប់ផ្លូវចិត្តច្រើនពេកខួរក្បាលមនុស្សម្នាក់នោះមិនត្រឹមតែចេញមកការពារខ្លួនឯងនោះទេពេលខ្លះវាបិទខួរក្បាលខ្លួនឯងឲ្យលែងមានអារម្មណ៍អ្វីទាំងអស់ជារឿយៗនេះត្រូវបានគេហៅថាការភ្លេចភ្លាំងអារម្មណ៍ការចងចាំនៅតែមានមនុស្សនេះអាចចងចាំអ្វីដែលបានកើតឡើងយ៉ាងច្បាស់ការគិតការនិយាយនិងភាពវៃឆ្លាតរបស់ពួកគេទាំងអស់មើលទៅធម្មតាប៉ុន្តែនៅពេលដែលអ្នកសួរថាពួកគេមានអារម្មណ៍យ៉ាងណាក្នុងអំឡុងពេលដ៏អាក្រក់បំផុតគ្មានអ្វីនៅទីនោះទេនៅក្នុងខួរក្បាលប្រព័ន្ធដែលគ្រប់គ្រងការភ័យខ្លាចនិងអារម្មណ៍ខ្លាចជាស្ងប់ស្ងាត់ហើយទុកឲ្យផ្នែកដែលទទួលខុសត្រូវចំពោះការត្រេះរិះនិងការគ្រប់គ្រងកាន់កាប់ម្ដងខួរក្បាលដឹងថាអារម្មណ៍មានគ្រោះថ្នាក់ដូច្នេះវារារាំងការចូលដំណើរការអារម្មណ៍ដើម្បីរស់រានមានជីវិតមនុស្សទាំងនេះហាក់ដូចជាស្ងប់ស្ងាត់ស្ថិរភាពនិងសូម្បីតែមានប្រាជ្ញាប៉ុន្តែវាមិនមែនជាសន្តិភាពផ្លូវចិត្តពិតប្រាកដនោះទេវាជាភាពទទេស្អាតនៅក្នុងខួរក្បាលរបស់ពួកគេការឈឺចាប់លែងមានឈឺទៀតហើយប៉ុន្តែសេចក្តីរីករាយក៏មិនមានដូចគ្នាដែរសេចក្តីស្នេហាក៏មិនតស៊ូបំបែកការការពារនេះបានដែររឿងរ៉ាវនៃរបួសផ្លូវចិត្តនៅតែមានប៉ុន្តែអារម្មណ៍ដែលជាប់តាក់ទងនឹងវាត្រូវបានបិទវាមិនមែនជាការបំភ្លេចចោលទេវាកំពុងរស់រានមានជីវិតដោយមានអារម្មណ៍តិចៗ Tour World Travel ដល់សេវាកម្មទេសចរណ៍សម្បូរបែបនៅកន្លែងតែមួយមានដូចជា Tour Operator និង Travel Agency